ជាដំបូងសូមជម្រាបសួរលោកគ្រូនាងខ្ញុំមាសរហួរជាគ្រូនិស្សិតថ្នាក់Dថ្ងៃនេះសូមមកធ្វើការសង្ខេបមេរៀនសប្តាហ៍ទី6ដែលតកតងទៅនឹង Bloom Taxonomy និងការបង្កើតតេស្ត Bloom Taxonomy ការរៀបចំនិងការបង្កើតតេស្តទី1និយាយអំពីគោលការណ៍បង្កើតតេស្តតាមទ្រឹស្ដី Bloom គោលការណ៍បង្កើតតេស្តតាមទ្រឹស្ដី Bloom មានពីរសំណួរទី1សួរថាតើគេប្រើប្រាស់ Bloom នឹងដើម្បីអីអញ្ចឹងយើងប្រើប្រាស់ Bloom ទី1ដើម្បីរៀបចំកម្មវិធីសិក្សាគឺមានន័យថាគឺជាការរៀបចំក្រុមមេរៀននឹងឲ្យមានសណ្ដាប់ធ្នាប់ចាប់ពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់ទី2ដើម្បីសរសេរហើយនឹងកំណត់វត្ថុបំណងមេរៀនមានន័យថាវាជួយឲ្យគ្រូអាចកំណត់បានច្បាស់ថាក្រោយពីរៀនចប់តើសិស្សនឹងទទួលបានចំណេះដឹងឬក៏ចំណេះអីគេខ្លះឧទាហរណ៍ដូចជាការចងចាំការយល់ឬក៏ការអាចវិភាគបានរបស់សិស្សហើយទី3គឺដើម្បីរកឲ្យឃើញនៅបំណិនដោយរៀនពីស្រួលទៅលំបាកបានន័យថាវាជួយឲ្យបែងចែកកម្រិតនៃការគិតរបស់សិស្សមានន័យថាការរៀនហ្នឹងគឺត្រូវចាប់ផ្ដើមពីការយល់ដឹងជាមូលដ្ឋានគឺពីកម្រិតដែលស្រួលហើយទៅឈានទៅដល់ការអនុវត្តនិងការបង្កើតថ្មីដែលជាកម្រិតលំបាកឬក៏កម្រិតស្មុគស្មាញហើយទី4គឺដើម្បីបន្ស៊ីទៅនឹងវត្ថុបំណងជាមួយនឹងវិធីសាស្ត្រនិងស្តង់ដារវាតម្លៃឲ្យមានប្រសិទ្ធភាពដែលធានាថាអ្វីដែលគ្រូបង្រៀនរួមជាមួយនឹងវិធីដែលគ្រូបង្រៀនហ្នឹងហើយនឹងជាមួយនឹងវិធីសាស្ត្រជាមួយនឹងវិញ្ញាសាប្លង់គឺមានភាពស៊ីសង្វាក់គ្នាបានន័យថាបើគ្រូបង្រៀនអីការប្លង់ហ្នឹងគឺវាស់ស្ទង់មើលទៅលើអាមេរៀនហ្នឹងហើយគឺក៏មិនអាចទៅចេញវិញ្ញាសាអីផ្សេងដែរហើយចំណុចទី5ដើម្បីដាក់បញ្ចូលចំណេះដឹងដែលសិស្សត្រូវរៀនជាមួយនឹងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវបានន័យថាគឺជួយឲ្យសិស្សហ្នឹងមិនត្រឹមតែទិញចាំមាត់ទេប៉ុន្តែគាត់ថែមទាំងអាចចេះប្រើប្រាស់ខួរក្បាលដើម្បីពិចារណាហើយនឹងដោះស្រាយបញ្ហាហ្នឹងផងដែរចំពោះចំណុចទី6គឺដើម្បីសម្រួលការសួរសំណួរបានន័យថាគឺវាជួយឲ្យគ្រូហ្នឹងអាចបង្កើតសំណួរបានចម្រុះកម្រិតបានន័យថាទាំងសំណួរបែបចងចាំសំណួរបែបស្វែងយល់ពិភាក្សាឬក៏ការវិតម្លៃជាដើមដើម្បីស្ទង់មើលពីសមត្ថភាពពិតប្រាកដរបស់សិស្សហើយចំពោះសំណួរទី2នៅក្នុងចំណុចទី1ហ្នឹងគឺតើប្លូមចាត់ចែងជាប៉ុន្មានកម្រិតអញ្ចឹងប្លូមគឺចាត់ចែងជា6កម្រិតកម្រិតទី1គឺកម្រិតចងចាំកម្រិតចងចាំគឺជាកម្រិតដែលរំលឹកឡើងវិញនៅចំណេះដឹងដែលសិស្សបានរៀនពីលំនឹករយៈពេលវែងហើយកម្រិតទី2គឺកម្រិតយល់ដឹងកម្រិតយល់ដឹងគឺជាសមត្ថភាពក្នុងការយល់ពីអត្ថន័យនៃព័ត៌មានឬក៏មេរៀនរបស់សិស្សកម្រិតទី3គឺកម្រិតអនុវត្តកម្រិតអនុវត្តគឺជាសមត្ថភាពក្នុងការយកចំណេះដឹងឬទ្រឹស្ដីទៅប្រើប្រាស់ក្នុងស្ថានភាពជាក់ស្ដែងកម្រិតទី4គឺកម្រិតវិភាគកម្រិតវិភាគគឺជាការបំបែកព័ត៌មានធំឲ្យទៅជាផ្នែកតូចដើម្បីយល់ពីទំនាក់ទំនងរវាងផ្នែកនីមួយហើយកម្រិតមួយទៀតគឺកម្រិតទី5កម្រិតទី5គឺជាកម្រិតវាតម្លៃកម្រិតវាតម្លៃគឺជាការធ្វើវិនិច្ឆ័យឬផ្ដល់មតិទៅលើអ្វីមួយដែលផ្អែកទៅលើលក្ខណៈវិនិច្ឆ័យនិងស្តង់ដារច្បាស់លាស់ហើយកម្រិតចុងក្រោយគេបង្អស់កម្រិតទី6កម្រិតទី6គឺកម្រិតនៃការបង្កើតថ្មីកម្រិតបង្កើតថ្មីហ្នឹងគឺជាកម្រិតដែលខ្ពស់បំផុតដែលសិស្សគាត់អាចយកធាតុផ្សំផ្សេងមកបញ្ចូលគ្នាដើម្បីបង្កើតទៅជាអ្វីដែលថ្មីឬរៀបចំឡើងវិញឲ្យមានទម្រង់ថ្មីចូលមកដល់ចំណុចទី2តកតងទៅនឹងប្រភេទសំណួរតាមកម្រិត Bloom ហើយប្រភេទសំណួរតាមកម្រិត Bloom មាន2ទម្រង់ទី1គឺទម្រង់បិទហើយនិងទម្រង់បើកទម្រង់ទី1ទម្រង់បិទទម្រង់បិទគឺជាប្រភេទទម្រង់សំណួរដែលជាសំណួរទាំងឡាយណាដែលចម្លើយរបស់សំណួរនោះគឺត្រូវបានផ្ដល់ឲ្យរួចជាស្រេចហើយតម្រូវឲ្យអ្នកឆ្លើយធ្វើការជ្រើសរើសគូកងបំពេញឬក៏ភ្ជាប់ចម្លើយទាំងនោះហើយចំពោះសំណួរបិទអាចជាសំណួរពហុជ្រើសរើសឬក៏សំណួរខុសត្រូវសំណួរផ្គូផ្គងនិងសំណួរបំពេញចន្លោះជាដើមទី2គឺទម្រង់សំណួរបើកទម្រង់សំណួរបើកគឺជាសំណួរដែលតម្រូវឲ្យអ្នកឆ្លើយសំណួរផ្ដល់ចម្លើយទាំងស្រុងមិនថាតាមរយៈការនិយាយដោយផ្ទាល់ឬក៏ការសរសេរផ្សេងឡើយចូលមកដល់ចំណុចទី3តកតងទៅនឹងការអនុវត្តការបង្កើតសំណួរតាមកម្រិត Bloom ការអនុវត្តការបង្កើតសំណួរនៅក្នុងចំណុចនេះគឺមិនមែនត្រឹមតែបង្កើតសំណួរឲ្យសិស្សឆ្លើយទេប៉ុន្តែគឺត្រូវរៀបចំពីស្រួលទៅលំបាកដែរ
cứ trừ bậc cao sầm nô để chập đăng pika ở stone chùm lại đăng tu tới rồi hốt đo sầm nô đã đầm đầu ấy sa ở praga cất si chùm rừ hay ở bát sĩ từ năng vật thục bằng nòng bên đây tha ở sầm nô đang bậc cao mờ nó cứ trừ tại trái top từ năng ấy để kêu quạt trăng ở sao trái nó không ở cách tán cam riêng hay cái nông chùm lại tí bay ní đáy ở câu bằng nòng sầm khán cứ trong ở sầm nay cứ trong đào từ lơ ở bếp tay sầm nô ở shop từ tam cầm rật này ca cất đi mùi mùi làm mấy ở ca ở Boston smart tập hiệp boss cứ miền sục rật tập hiệp hay làm mấy bằng cao sầm nô bán cú gọi chơi chơi ra cái giá sập sẽ cầmแบบmấy ở trong từ tam cầm rật này lùm này mùi hay trong này mùi tiếtแต่ต้นแต่นังการในนอมของการการสำนวนแต่ตุ่มรงผูจิรสำนวนแต่ได้มีสตังด้าคือเชี่ยสำนวนmối đà cứ chia sầm nô mối đà miên thiệp xong pi bà lo thì mối cứ xong lang pi stem rứ nay sầm nô đà chia sầm nòng chấm lại chữ rớt hay stem nâng cứ chia ởประโยค sầm nô pin lên như đi à sầm nòng chấm lại chữ rớt nâng cứ trâu miên ở chấm lại trâu mối hay đang chấm lại hay rồi chấm lại tầng áo cứ trâu miên ở stick đây bùng vô vì chấm lại qua khai đã bỏ sát hay năng chấm lại trầm trớ chỉ môi năng cả về phía từ lơ năng ở chấm đó chấm lại thì bốn thì dây từ lơ ở con sầm mắt năng con bị bắt này ca bằng cá sầm nô tầm rồng bật con sầm mắt năng con bị bắt này ca bằng cá sầm nô tầm rồng bật thì mỗi dân dây tại toàn từ năng con sầm mắt này tầm rồng bật cứ nghe thật sẽ nghe đã bận tụ đôi chia sầm nô khó trâu ấy chị đào hay nghe bậc cao nơi con ở chấm nôn tràn đôi chia sầm nô cục con hay năng sầm nô quay sẽ ấm ấy cứ viên nghe stroke nông cá đã bận tụ hay năng vì ai ở các bận thói ở tra này ca tu tì bỏ sợ bây tiếp cứ sầm nô tầm rồng bắt cứ viên miền phiệp chữ chẹt bùa mà đây cứ vì nhớ xa tầm rồng bắt để ở điệp cho man ó cứ đo nơi là tập power stone smart phiệp sắc ban thể được phiệp chiêng ở sầm nô bạc hai vì chấm lành pe vì liên sầm đạp group nông ca ở cài chia bị xét không thành đại miền sao tràn chắc group quạt chấm lành pe vì liên hay viên nghi group nông ca bị phiệp là tập power tam diện popon computer phòng này mà với sầm nô bắt có miền có bị bạt phòng này đôi chia Casman chấm lời bên đây tha sắc còn ai tụi ba mình tụ đời san ta Casman tụi ấy chỉ còn ở trái đưa còn ở vô bị mê điên năng toàn sắc có còn ai ở có trẻ trai còn tu ti tức là còn ai trời đại pe là hay mua anh tiết ở công ty này cao Boston này sum nô tụm rong bắt nó cứ chỉ tu tứ sum nô tụm rong bắt tràn tại Boston trong tại công ty này cá trong chám hay năng cá dột đằng bỏ sao tại bọn nó hình trắng vía bọn bạn không ca ở Bostonสมัครเพียบở trong cam có thay mấy rửa cả bên tranh mà tại bọc to luôn vì ở đôi chia bọc hết sum nô tụm rồng bạc thì hay chấm đợi mới tiết tại ở chấm đợi tiếp rám cứ vậy âm pi con sẽ bắt đằng con bị bắt này sum nô tụm rồng bạc mình đằng sum nô tụm rồng bạc cứ chia bọc hết sum nô đà đầm đỡ ở sát quạt ở từ xe chấm lái đờiสมัครเพียบใช่bỏ quạt hay ở đời đời cũng lập to luôn bỏ quạt ban này thay đầm bay chai đằng pan ha để ở chọn lăng mà nó cứ sát quạt chai đời phở ca cất bỏ quạt mỏng hay chấm lại clay đưa gấu vén cứ việc sai từ lời tụm hôm nâng ở tụm hôm này pan ha hay nâng mặt hiệp sai bỏ ở sao mà nẹp nẹp hay tụm ở hai ở mũi tiết sum nô tụm rong bạc nó cứ viên miên pi tụm rong cứ sum nô từ xe tụm rong clay hay nâng sum nô từ xe tụm rong vàng con sum bát sum nô bọc hết ní cứ việc ở vì sum đạp Boston ca dột đằng cùng đặt búa tam tư đẹp lún đôi chia ca về phía ca về tầm lái hay nâng ca một ca mấy hay mùi tiết vì chui ở trung đôi ca cất bài bị phía bỏ sợ mà nè cứ sát còn miền ở sài phía nó không ca mình tranh cùng địch ở không ca điệp riêng chấm lái được ca lợi dụ hạt phật ấy một bị chết đây chui ở cứu nó đằng bị biệt để sát còn đào sài bản hà ham dạng tiết ở sum nô bạc nó cứ việc copy sum nô của hộ chưa rồi cứ bên này thà sát còn ai chạy tại sman chấm lại bán tỷ chắc bà còn ở chạy cứ còn ai từ xe bây giờ đi đọc bán tỷ hay chắc cứ viết đừng đâu ai sao nó thử ra ca cần bị cha nạt trong cả xe tới còn ai thử bàn hai crew còn ở trên này pe cha trong ca cất rồi chấm lại bị trao đôi sum nô tầm đồng bật đài hay đi ai còn bị bắt bánh cứ bà hay năng trên này pe nông ca cài mình nè kêu có tới trên này pe chơi nằm bày án cái cà bò sơn nó hay nặng đạp tụ lên này bò sơn đong mùi hai cà đong tụ nó có vì ai ở bên phiêu lồng yên đập ai từ ra rầm bò ở nè cài rồi có lồng yên từ lơ phiêu sạch nè do bò sơn đài pe là hình trắng và sân bờ ở miền ở tarang công lập tụ đi dân hai thay rubric nặng ban cho bà lo hay mùi vinh tiết giữa mình ai đặt
សំណួរបានច្រើនដោយសារតែសិស្សគាត់ត្រូវចំណាយពេលទៅសេយូរដូច្នេះក្នុងមួយវិញ្ញាសាឬក៏ក្នុងវិញ្ញាសាមួយគឺគ្រូគាត់អាចដាក់សំណួរបានច្រើនទេអញ្ចឹងគាត់ដាក់បានតិចដែលវាមិនអាចគ្រប់រដាប់ខ្លឹមសារមេរៀននឹងបានទាំងស្រុងហើយចូលមកដល់ចំណុចមួយទៀតចំណុចទី6តកតងទៅនឹងការអនុវត្តការរៀបចំនិងការបង្កើត test ស្តង់ដារចំពោះចំណុចនេះយើងមាន6ដំណាក់កាលទី1តកតងទៅនឹងតារាងកំណត់គម្រោងលម្អិត test អញ្ចឹងអីគេគឺជាគម្រោងលម្អិត test គម្រោងលម្អិត test ហ្នឹងគឺជាសេចក្តីសង្ខេបឬក៏ជាតារាងលម្អិតដែលបង្ហាញអំពីលទ្ធផលសិក្សាឬក៏ស្តង់ដារដែលបានសរសេរនៅក្នុងកម្មវិធីសិក្សាលម្អិតខ្លឹមសារមេរៀនសំខាន់ឬក៏ចំណុចផ្សេងដែលត្រូវដាក់បញ្ចូលទៅនៅក្នុង test ដើម្បីធ្វើការវិតម្លៃហើយគម្រោងលម្អិត test ហ្នឹងគឺធ្វើឲ្យការវិតម្លៃគឺមានទិសដៅច្បាស់លាស់ហើយអាចកំណត់បានពីទំហំ test ដែលនឹងត្រូវធ្វើឲ្យធ្វើឲ្យអ្នកអនុវត្ត test ហ្នឹងមានទំនុកចិត្តនិងភាពជឿជាក់ហើយដំណាក់កាលទី2គឺតកតងទៅនឹងការបង្កើតសំណួរ test បន្ទាប់ពីសំណួរទី1ហើយទៅសំណួរដំណាក់កាលទី2បង្កើត test ហ្នឹងគឺជាជំហានបច្ចេកទេសក្នុងការទៅសេខ្លឹមសារសំណួរឲ្យស្របទៅតាមផែនការដែលបានរៀបចំទុកមានន័យថាវាគឺជាការបំលែងផែនការឲ្យទៅជាវិញ្ញាសាជាក់ស្ដែងហើយប្រើប្រាស់បច្ចេកទេសតែងសំណួរដែលមានគុណភាពនិងយុត្តិធម៌សម្រាប់វាស់ស្ទង់សមត្ថភាពរបស់សិស្សបន្តមកដំណាក់កាលទី3គឺការអនុវត្ត test នៅក្នុងថ្នាក់បានន័យថាវាគឺជាដំណាក់កាលនៃការដែលយកវិញ្ញាសាដែលបានរៀបចំរួចហ្នឹងទៅដាក់ឲ្យសិស្សធ្វើជាក់ស្ដែងនៅក្នុងដំណាក់កាលទី3ហ្នឹងហើយវាសំខាន់បំផុតគឺផ្ដោតទៅលើការបង្កើតស្តង់ដាររួមមួយសម្រាប់ឲ្យសិស្សគ្រប់គ្នាហើយបើការអនុវត្តនៅក្នុងថ្នាក់ហ្នឹងมันមានសណ្ដាប់ធ្នាប់ឬក៏មានការលួចចម្លងនោះលទ្ធផលបន្ទុកដែលទទួលបានគឺมันអាចឆ្លុះបញ្ចាំងពីសមត្ថភាពពិតរបស់សិស្សទៅតាមកម្រិតប្រឡូមបានទេហើយបន្ទាប់ពីដំណាក់កាលទី3គឺដំណាក់កាលទី4ដំណាក់កាលទី4គឺការធ្វើនឹងកាយសំណួរតម្រង់បើកគឺជាដំណាក់កាលវាស់វែងលទ្ធផលដែលផ្អែកទៅលើស្តង់ដារដែលបានកំណត់ទុកជាមុនហើយដំណាក់កាលទី5គឺជាការវិភាគលទ្ធផលតែបានន័យថាវាគឺជាដំណាក់កាលបច្ចេកទេសដើម្បីវាតម្លៃគុណភាពនៃសំណួរមួយហើយនិងកម្រិតយល់ដឹងរបស់សិស្សជារួមហើយនៅក្នុងដំណាក់កាលទី5ហ្នឹងគឺមិនមែនធ្វើឡើងដើម្បីតែដឹងបន្ទុកសិស្សតែមួយមុខទេប៉ុន្តែវាក៏ជាការវិតម្លៃទៅលើវិញ្ញាសារបស់គ្រូវិញដែរថាតើវិញ្ញាសាហ្នឹងវាមានស្តង់ដារហើយនឹងយុត្តិធម៌សម្រាប់ការវាស់ស្ទង់សមត្ថភាពសិស្សនឹងបានពិតប្រាកដដែរអត់ដំណាក់កាលមួយទៀតគឺដំណាក់កាលទី6ដំណាក់កាលទី6ហ្នឹងគឺកំណត់ចំណុចខ្លាំងហើយនិងចំណុចខ្វះខាតបន្ទាប់ពីរៀបចំផែនការបរិញ្ញាដើម្បីឲ្យលទ្ធផលសិក្សារបស់សិស្សប្រសើរឡើងហើយដំណាក់កាលនេះគឺជាដំណាក់កាលចុងក្រោយហើយនឹងសំខាន់បំផុតនៅក្នុងដំណើរការវាស់ស្ទង់ហើយនឹងវិតម្លៃព្រោះវាគឺជាការនាំយកនៅទិន្នន័យពីការប្រឡងមកធ្វើការកែលម្អការរៀនហើយនឹងការបង្រៀនឲ្យមានប្រសិទ្ធភាពឡើងវិញហើយដំណាក់កាលទី6នឹងដែរក៏ជាការបិទបញ្ចប់វគ្គបរិញ្ញាដែរហើយដើម្បីចាប់ផ្ដើមវគ្គនៃការបរិញ្ញាថ្មីមួយទៀតដែលល្អជាងមុនបានន័យថាគឺសំដៅធានាឲ្យសិស្សគាត់ទទួលបានជោគជ័យនៅក្នុងការសិក្សាពិតប្រាកដ